ជីវិតនារីកម្មកលនីរោងចក្រមុនចូលដកសាច់រឿងពេញសូមពុកម៉ែបងប្អូនជួយចុច Subscribe YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីជាច្រើនទៀតស្រីពៅជានារីវ័យ22ឆ្នាំមកពីភូមិតូចមួយនៅជាខេត្តព្រៃវែងក្មេងស្រីរូបនោះមានមុខមាត់សាមញ្ញស្បែកខ្មៅស្រអែមដោយសារតែថ្ងៃក្តៅនិងការធ្វើស្រែជាមួយឪពុកម្ដាយតាំងពីតូចជីវិតគាត់មិនស្រួលដូចក្មេងស្រីទីក្រុងទេប៉ុន្តែគាត់មានបេះដូងរឹងមាំនិងក្តីស្រមៃធំមួយគឺចង់ឲ្យឪពុកម្ដាយរស់នៅសុខស្រួលជំហានដំបូងនៃការលំបាកថ្ងៃមួយបន្ទាប់ពីស្រូវខូចដោយទឹកជំនន់និងឪពុកឈឺជាប់គ្រែស្រីពៅសម្រេចចិត្តចាកចេញពីភូមិមកធ្វើការនៅរោងចក្រកាត់ដេរនៅភ្នំពេញនោះជាលើកដំបូងដែលគាត់ឈានចូលទីក្រុងធំពោរពេញដោយសំឡេងឡានសំឡេងមនុស្សនិងអារម្មណ៍ខ្លាចការងារក្នុងរោងចក្រមិនដូចអ្វីដែលគាត់គិតទេធ្វើការចាប់ពីម៉ោង7ព្រឹកដល់7យប់ដៃឈឺក្នុងឈឺភ្នែកឈឺដោយមើលលំចូលជាប់គ្នាពេលខ្លះត្រូវធ្វើអូធីយប់ញ៉ាំបាយត្រឹមអង្ករជាមួយត្រីប្រៃយប់ណាដែលនឹកផ្ទះគាត់គ្រាន់តែស្ទាបទូរស័ព្ទមើលរូបម្ដាយហើយទឹកភ្នែកហូរចុះដោយស្ងៀមស្ងាត់ក្តីសោកសៅនៃជីវិតថ្ងៃមួយស្រីពើដួលសន្លប់ក្នុងរោងចក្រដោយសារធុញថប់និងអស់កម្លាំងមេការខ្លះគ្រាន់តែបញ្ជាឲ្យមិត្តរួមការងារនាំគាត់ចេញក្រៅប៉ុន្តែមិនមានពាក្យលួងលោមឡើយនៅពេលនោះគាត់មានអារម្មណ៍ថាជីវិតកម្មករនីដូចជាស្លឹកឈើមួយដែលអាចធ្លាក់ចុះពេលណាក៏បានប្រាក់ខែតិចតួចត្រូវផ្ញើទៅផ្ទះស្ទើរតែអស់ស្រីពើនៅសល់ត្រឹមលុយតិចតួចសម្រាប់រស់នៅមានពេលខ្លះគាត់ឈឺតែមិនហ៊ានទៅពេទ្យព្រោះខ្លាចអស់លុយពន្លឺក្តីសង្ឃឹមប៉ុន្តែជីវិតមិនមានតែក្តីងឹតទេស្រីពើមានមិត្តស្រីម្នាក់ឈ្មោះសូភាដែលធ្វើការជាមួយគ្នាពួកគេជួយគ្នាលួងលោមគ្នាសើចជាមួយគ្នានៅពេលសម្រាកបាយថ្ងៃត្រង់សូភាជាមនុស្សដែលធ្វើឲ្យស្រីពើមានអារម្មណ៍ថាពួកខ្ញុំមិននៅម្នាក់ឯងទេពេលថ្ងៃឈប់សម្រាកពួកគេទៅដើរលេងជាមួយគ្នាទៅមើលទន្លេទិញតែទឹកដោះគោមួយកែវចែកគ្នាផឹកហើយសើចសប្បាយដោយភ្លេចការលំបាកទាំងអស់ការតស៊ូនិងជោគជ័យតិចតួចក្រោយពីធ្វើការអស់រយៈពេល3ឆ្នាំស្រីពើចាប់ផ្ដើមសន្សំលុយបានខ្លះគាត់ចូលរៀនវគ្គដេរបន្ថែមពេលយប់ដើម្បីបង្កើនជំនាញថ្ងៃមួយគាត់ត្រូវបានជ្រើសជាមេក្រុមតូចក្នុងរោងចក្រទោះប្រាក់ខែមិនខ្ពស់ខ្លាំងប៉ុន្តែវាជាការទទួលស្គាល់ពីការខិតខំរបស់គាត់ថ្ងៃដែលគាត់ផ្ញើលុយទៅផ្ទះហើយម្ដាយទូរស័ព្ទមកនិយាយថាកូនពៅអរគុណកូនណាស់ឪពុកកាន់តែប្រសើរឡើងហើយពេលនោះស្រីពើញឹមទាំងទឹកភ្នែកនោះជាសេចក្តីសប្បាយដែលលុយមិនអាចវាស់បានចប់ដោយក្តីសង្ឃឹមជីវិតនារីកម្មករនីមិនមែនសុទ្ធតែសោកសៅទេវាជាជីវិតនៃការតស៊ូការអត់ធ្មត់និងក្តីស្រមៃស្រីពើនៅតែជាកម្មករនីប៉ុន្តែគាត់ជាកម្មករនីដែលមានក្តីសង្ឃឹមមានគោលដៅនិងមានបេះដូងរឹងមាំជីវិតអាចកំសត់ប៉ុន្តែបើមិនបោះបង់សេចក្តីសប្បាយនឹងមកដល់ថ្ងៃណាមួយស្នេហាដែលប្រែជាទុក្ខបន្ទាប់ពីធ្វើការនៅរោងចក្រអស់រយៈពេល4ឆ្នាំស្រីពើបានជួបបុរសម្នាក់ឈ្មោះវុធីគាត់ជាកម្មករដូចគ្នាពេលដំបូងមានអាកប្បកិរិយាសុភាពរៀបរាប់អនាគតស្រស់ស្អាតប្រាប់ថាចង់សាងគ្រួសារសាមញ្ញប៉ុន្តែមានក្តីសុខស្រីពើដែលធុញថប់នឹងភាពឯកាក៏ជឿនឹងសម្រេចចិត្តរៀបការជាមួយគាត់ដំបូងជីវិតអាពាហ៍ពិពាហ៍ហាក់ដូចជាមានសេចក្តីសុខពួកគេរស់នៅបន្ទប់ជួលតូចមួយញ៉ាំបាយជាមួយគ្នានិយាយពីក្តីស្រមៃទិញផ្ទះតូចនៅភូមិស្រីពើខិតខំធ្វើការព្រោះគាត់ជឿថាការអត់ធ្មត់ថ្ងៃនេះនឹងបង្កើតថ្ងៃស្អែកល្អមនុស្សម្នាក់ប្រែទៅជាមនុស្សមួយផ្សេងប៉ុន្តែបន្ទាប់ពីរៀបការបានមិនយូរវុធីចាប់ផ្ដើមផឹកស្រាជារៀងរាល់ថ្ងៃដំបូងគ្រាន់តែផឹកបន្តិចបន្ទាប់មកក្លាយជាស្រវឹងប៉ឡែប្រាក់ខែរបស់គាត់មិនបានយកមកជួលផ្ទះទេតែយកទៅផឹកស៊ីនិងលេងល្បែងពេលស្រវឹងវុធីប្រែជាមនុស្សមួយផ្សេងទៀតសំឡេងខ្លាំងមាត់អាក្រក់ភ្នែកក្រហមពេលខ្លះគ្រាន់តែរឿងតូចដូចជាបាយយឺតឬម្ហូបមិនឆ្ងាញ់ក៏ក្លាយជាមូលហេតុនៃការឈ្លោះការធ្វើបាបដែលគ្មានសំឡេងយប់មួយវុធីស្រវឹងខ្លាំងហើយវាយស្រីពើដោយគ្មានហេតុផលស្រីពើដួលលើដីដៃកាន់មុខឈឺចាប់ទាំងរាងកាយនិងចិត្តប៉ុន្តែគាត់មិនហ៊ានស្រែកទេព្រោះខ្លាចអ្នកជិតខាងដឹងខ្លាចគេថាគាត់ជាស្ត្រីអាក្រក់ថ្ងៃបន្ទាប់គាត់ទៅធ្វើការជាមួយស្នាមជាមលើដៃនិងមុខមិត្តរួមការងារសួរគាត់គ្រាន់តែញឹមហើយនិយាយថាដួលបន្តិចទេគ្មាននរណាដឹងថានៅពីក្រោយញឹមនោះគឺជាបេះដូងដែលកំពុងបែកបាក់ជីវិតដែលត្រូវអត់ធ្មត់រៀងរាល់យប់ស្រីពើរស់នៅក្នុងការភ័យខ្លាចពេលឮសំឡេងជំហានប្តីចូលផ្ទះគាត់បេះដូងលោតលឿនដែលញ័រពេលខ្លះវុធីវាយគាត់ទម្លាក់ចានឆ្នាំងធ្វើឲ្យបន្ទប់តូចក្លាយជាកន្លែងគ្មានសុវត្ថិភាព
ស្រីពៅធ្លាប់គិតរត់ចេញប៉ុន្តែគាត់គ្មានទីទៅឪពុកម្ដាយនៅភូមិក្រីក្រគាត់មិនចង់ឲ្យពួកគេព្រួយគាត់គិតថាអត់ធ្មត់ទៅប្រហែលគាត់នឹងផ្លាស់ប្ដូរការបាក់បែកនៃក្តីសង្ឃឹមថ្ងៃមួយវុធីវាយស្រីពៅខ្លាំងរហូតគាត់ដួលសន្លប់អ្នកជិតខាងនាំគាត់ទៅមន្ទីរពេទ្យនៅពេលភ្ញាក់ឡើងស្រីពៅយំយ៉ាងខ្លាំងមិនមែនតែដោយឈឺចាប់ទេប៉ុន្តែដោយដឹងថាជីវិតបែបនេះមិនអាចបន្តបានទៀតសុភាមិត្តរួមការងារមកលួងលោមហើយនិយាយថាពៅអ្នកមិនខុសទេអ្នកមិនគួររងទុក្ខបែបនេះឡើយពាក្យនោះដូចភ្លើងតូចមួយបំភ្លឺបេះដូងដែលងឹតអស់រយៈពេលយូរការសម្រេចចិត្តថ្មីបន្ទាប់ពីច្រើនយប់គិតស្រីពៅសម្រេចចិត្តចាកចេញពីវុធីគាត់យកតែសម្លៀកបំពាក់តិចតួចនិងបេះដូងដែលឈឺចាប់ប៉ុន្តែរឹងមាំជាងមុនគាត់ទៅរស់នៅជាមួយមិត្តស្រីជាបណ្ដោះអាសន្នហើយបន្តធ្វើការនៅរោងចក្រជីវិតថ្មីមិនងាយទេប៉ុន្តែគាត់មានអារម្មណ៍ថាដកដង្ហើមបានស្រួលជាងមុនគាត់ចាប់ផ្ដើមស្រឡាញ់ខ្លួនឯងវិញម្ដងទៀតសារនៃជីវិតស្រីពៅដឹងថាជីវិតនារីកម្មករនេះមិនត្រឹមតែការងារលំបាកទេប៉ុន្តែមានស្នាមរបួសដែលមនុស្សមិនឃើញប៉ុន្តែគាត់ក៏ដឹងថាស្ត្រីម្នាក់អាចឈឺចាប់ប៉ុន្តែមិនគួរបាត់បង់តម្លៃខ្លួនឯងបន្ទាប់ពីចាកចេញពីជីវិតអាពាហ៍ពិពាហ៍ដ៏ឈឺចាប់ស្រីពៅបានដឹងថានាងមានផ្ទៃពោះពេលនោះបេះដូងនាងរំភើបនិងភ័យខ្លាចព្រមគ្នាភ័យខ្លាចចំពោះអនាគតប៉ុន្តែរីករាយព្រោះមានជីវិតតូចមួយកំពុងលូតលាស់ក្នុងផ្ទៃនាងសម្រេចចិត្តរក្សាកូនទុកដោយនិយាយប្រាប់ខ្លួនឯងថាកូននេះនឹងជាហេតុផលឲ្យម៉ែរស់នឹងខិតខំជាងមុនកូនប្រុសតូចនឹងស្នាមញឹមដំបូងថ្ងៃមួយនៅក្នុងបន្ទប់ពេទ្យតូចស្រីពៅបានសម្រាលកូនប្រុសម្នាក់សំឡេងយំតូចនោះធ្វើឲ្យទឹកភ្នែកនាងហូរចុះដោយសេចក្តីសប្បាយនាងដាក់ឈ្មោះកូនថាវិសាលមានន័យថាអនាគតធំទូលាយនិងពោរពេញដោយក្តីសង្ឃឹមពេលកាន់កូនក្នុងដៃស្រីពៅមានអារម្មណ៍ថាស្នាមរបួសក្នុងចិត្តចាស់កំពុងជាសះស្បើយបន្តិចម្ដងកូនប្រុសតូចនោះមិនដឹងអ្វីពីអតីតកាលដ៏ឈឺចាប់ទេប៉ុន្តែគាត់ជាកម្លាំងដ៏ធំបំផុតសម្រាប់អនាគតជីវិតមិនងាយស្រួលឡើយសម្រាប់ម៉ែឯកកូនម្នាក់ព្រឹកស្រីពៅយកកូនទៅផ្ទះមើលកូនបន្ទាប់មកទៅធ្វើការនៅរោងចក្រល្ងាចវិលមកវិញអស់កម្លាំងប៉ុន្តែពេលឃើញកូនញឹមអស់នឿយហត់ទាំងអស់មិត្តរួមការងារនិងសុភាជួយគាំទ្រនាងយ៉ាងខ្លាំងពេលខ្លះពួកគេជួយមើលកូនឬចែកអាហារស្រីពៅដឹងថាទោះគ្មានប្តីក៏នាងមិននៅម្នាក់ឯងទេឆ្នាំកន្លងផុតទៅវិសាលក្លាយជាក្មេងប្រុសសុខសប្បាយមានមុខមាត់ស្អាតនិងចិត្តល្អស្រីពៅបន្តសន្សំលុយនិងរៀនជំនាញបន្ថែមរហូតអាចបើកហាងដេរតូចមួយនៅជិតផ្ទះជួលមិនធំទេប៉ុន្តែគ្រប់គ្រាន់សម្រាប់ជីវិតសាមញ្ញនិងមានសុវត្ថិភាពរៀងរាល់យប់ស្រីពៅអង្គុយដេរខោអាវខណៈដែលវិសាលអង្គុយសរសេរអក្សរនៅជិតពេលខ្លះកូនសួរថាម៉ែហត់ទេនាងញឹមហើយឆ្លើយថាមិនហត់ទេព្រោះម៉ែមានកូនស្រីពៅមិនមានជីវិតប្រណីតទេប៉ុន្តែនាងមានសុខសាន្តក្នុងចិត្តនាងរៀនអភ័យទោសអតីតកាលមិនមែនដើម្បីភ្លេចទេប៉ុន្តែដើម្បីរស់បន្តដោយមិនឈឺចាប់នាងយល់ថាសេចក្តីសុខមិនមែនមកពីអ្នកណាម្នាក់ប៉ុន្តែមកពីការរឹងមាំនិងការស្រឡាញ់ខ្លួនឯងជីវិតនារីកម្មករនីរោងចក្រមិនមែនជារឿងងាយស្រួលទេប៉ុន្តែស្រីពៅបានបង្ហាញថាស្ត្រីម្នាក់អាចឆ្លងកាត់ភាពឈឺចាប់ការបាត់បង់និងភាពងឹតដើម្បីឈានទៅរកពន្លឺនាងមានកូនប្រុសម្នាក់មានការងារសុចរិតនិងមានបេះដូងស្ងប់ស្ងាត់នោះហើយជាសេចក្តីសុខពិតប្រាកដ